សញ្ញាព្រមានទាំង9នៃជំងឺទឹកនោមផ្អែមដែលអ្នកត្រូវដឹងជំងឺទឹកនោមផ្អែមគឺជាជំងឺដែលទាមទារការប្រុងប្រយ័ត្នបំផុតព្រោះបើអ្នកអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានទេអ្នកនឹងកើតជំងឺបេះដូងទទួលរងពីជំងឺតម្រងនោមនិងត្រូវការលាងឈាមមានរបួសនៅលើជើងដែលមិនអាចជាសះស្បើយរហូតដល់វាឆ្លងមេរោគហើយត្រូវកាត់ជើងទោះបីជាអ្នកឈឺជាមួយនឹងជំងឺ Covid ក្នុងកំឡុងពេលដែលមានជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ក៏ដោយអ្នកក៏អាចធ្លាក់ខ្លួនឈឺធ្ងន់ហើយអាចស្លាប់បានដូច្នេះចាំបាច់ត្រូវយកចិត្តទុកដាក់លើសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមសញ្ញាព្រមានជំងឺទឹកនោមផ្អែមខាងក្រោមនេះគឺជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមបើមានរោគសញ្ញាសូមប្រញាប់ទៅពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីប្រាកដថាអ្នកមានជំងឺទឹកនោមផ្អែមឬអត់អ្នកនឹងអាចថែរក្សាខ្លួនអ្នកបានត្រឹមត្រូវទី1ស្រេកទឹកផឹកទឹកច្រើនជាងធម្មតានោមញឹកញាប់ជាងធម្មតាឬការនោមក្នុងបរិមាណធំជាងធម្មតាទី3ជារឿយឃ្លានញ៉ាំអាហារច្រើនជាងមុនទី4ការសម្រក់ទម្ងន់ដែលមិនអាចបញ្យល់បានទី5ភ្នែកមិនច្បាស់មិនអាចមើលឃើញច្បាស់ទី6មានអារម្មណ៍ខ្សោយគ្មានកម្លាំងទី7មានរបួសនិងរបួសដែលជាសះស្បើយយឺតជាងធម្មតា8ស្ពឹកជាចុកចាប់ឬមានអារម្មណ៍ដូចជាស្រមោចកំពុងវានៅលើចុងដៃនិងចុងជើងរបស់អ្នក9ស្បែកឡើងស្ងួតនិងរមាស់គ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមគឺជាជំងឺស្ងាត់ដែលកើតឡើងដោយយើងមិនដឹងខ្លួនដោយសារតែអ្នកជំងឺភាគច្រើនមិនមានរោគសញ្ញាពីមុនមកទេដូច្នេះអ្នកដែលប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមដូចជាធាត់មានសាច់ឬសមាជិកគ្រួសារផ្ទាល់ដែលមានជំងឺទឹកនោមផ្អែមជាដើមទោះបីមិនទាន់មានរោគសញ្ញាក៏ដោយគួរតែទៅពិនិត្យជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំព្រោះបើទុករហូតដល់មានជំងឺឬមួយរោគសញ្ញាវាអាចមានសភាពធ្ងន់ធ្ងរនិងបណ្ដាលឲ្យមានផលរំខានដែលពិបាកក្នុងការព្យាបាលនិងត្រឡប់ជាធម្មតាការពិនិត្យខ្លួនឯងជាប្រចាំអាចជៀសផុតពីជំងឺទឹកនោមផ្អែមនិងផលរំខានរបស់វាអ្វីដែលគួរធ្វើសង្កេតមើលខ្លួនឯងពិនិត្យមើលជានិច្ចថាមានអាការៈមិនប្រក្រតីសញ្ញាខាងលើឬអត់មើលថែខ្លួនអ្នកដើម្បីការពារខ្លួនអ្នកពីជំងឺទឹកនោមផ្អែមរួមទាំងរបបអាហារនិងលំហាត់ប្រាណត្រឹមត្រូវពិនិត្យខ្លួនអ្នកដោយពិនិត្យនៅមន្ទីរពេទ្យតាមការគួរក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោកវិជ្ជបណ្ឌិតអង្គការសារៈសម្បត្តិអ្នកជំនាញខាងជំងឺទឹកនោមផ្អែមជំងឺប្រព័ន្ធ endocrinology និងការរំលាយអាហារមន្ទីរពេទ្យបាងកកបាននិយាយថាតើមានហានិភ័យនៃជំងឺទឹកនោមផ្អែមឬអត់ការថែរក្សាសុខភាពឲ្យបានល្អដើម្បីការពារជំងឺទឹកនោមផ្អែមជារៀងសំខាន់ខ្ញុំចង់ឲ្យអ្នករាល់គ្នាញ៉ាំអាហារដែលសមរម្យនិងមានជីវជាតិធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់គ្រប់គ្រងទម្ងន់របស់អ្នកដើម្បីកុំឲ្យលើសពីដែនកំណត់និងពិនិត្យជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំដើម្បីយល់ដឹងនិងជៀសឲ្យឆ្ងាយពីជំងឺទឹកនោមផ្អែម